បាទជំរាបសួរបងប្អូនបាទថ្ងៃនេះប្រធានបទនិយាយពីលុយធ្លាក់ពីលើមេឃទៀតណាទៅណាមិនទាន់ឆ្ងាយពី 300k view និង28ថ្ងៃឃើញបងប្អូនខ្លះគាត់ឆ្ងល់ថាគ្រប់ 300k ហើយមិនក៏ក្រុមហ៊ុន Facebook មិនទម្លាក់ធូលមកឲ្យបាទគាត់អត់មើលផ្នែកខាងក្រោមឲ្យច្បាស់ពេលដែលវាគ្រប់ 300k ហើយនៅផ្នែកខាងក្រោមគេបញ្ជាក់ប្រាប់យើងហើយគេបញ្ជាក់ប្រាប់ថាគេទម្លាក់ឲ្យថ្ងៃណាអញ្ចឹងតែគាត់នៅអត់ឃើញមិនក៏មិនឃើញអីអញ្ចឹងបើឲ្យគេទម្លាក់មួយថ្ងៃណាគឺទម្លាក់នៅដំណាច់ខែអុកុសម្នេះខែ8ចឹងដាច់ខែ8បានគេទម្លាក់មកឲ្យបាទហើយគេទម្លាក់មកឲ្យហ្នឹងដូចបញ្ជាក់ឡើងវិញដែរគឺសម្រាប់តែ page ដែលមាន IP នៅប្រទេសដែលមានសិទ្ធិទេបាទហើយបងប្អូនខ្មែរយើងមួយចំនួនដែលគាត់ខំប្រឹងធ្វើដែរបាទតែគាត់អត់ទាន់យល់ច្បាស់គាត់ធ្វើឲ្យមានអីទេធ្វើទៅគាត់ថាវាអត់មានបានផលអីទេបាទនឹងគេឲ្យតែ IP ដែលមាននៅក្រៅប្រទេសទេបាទហើយការសិតអាប់យ៉ាងណាយ៉ាងណីនោះចាំមើលដល់ដំណាច់ខែ8ដល់ពេលនោះខ្ញុំនឹងចេញវីដេអូសិតអាប់ឲ្យបងប្អូនមើលថាតើគេសិតអាប់ហ្នឹងគេសិតអាប់យ៉ាងម៉េចនឹងធ្វើជាវីដេអូបន្ទាល់អត់មានអង្គុយនិយាយទេបាទប៉ុន្តែឥឡូវដោយសារ page មានច្រើនដែរហើយអត់ទាន់មានបានសិតអាប់អញ្ចឹងរងចាំដល់ដំណាច់ខែ8នោះបងប្អូនដែលឆ្ងល់ហ្នឹងគឺចាំតាមដានមើលវីដេអូហ្នឹងទៅនឹងបានដល់ហើយសម្រាប់បងប្អូនដែលមិនមាន IP នៅក្រៅប្រទេសគឺត្រូវរក IP ដាក់ទៅក្រៅប្រទេសដើម្បីឲ្យមានសិទ្ធិពេញលេញបានប្រឹងធ្វើទៅបងប្អូនហើយកុំធ្វើនៅលើ profile យើងធ្វើនៅលើ page បាទព្រោះ Facebook វាឲ្យតម្លៃ page ជាងឲ្យតម្លៃនៅលើ profile អា profile đấy នេះសម្រាប់គ្រប់គ្រង page បាទអញ្ចឹងមិនតម្រូវឲ្យបងប្អូននឹងធ្វើនៅលើ profile ទេបាទធ្វើនៅលើ page ទៅបងប្អូនបាទចឹងវីដេអូថ្ងៃហ្នឹងគឺមានប៉ុណ្ណឹងសូមអរគុណសម្រាប់បងប្អូនដែលតាមដានស្ដាប់បាទសូមឲ្យជោគជ័យនៅដំណាច់ខែ8នេះទាំងអស់គ្នាបាទសូមអរគុណ